Yeah ហេតុអីបានខ្ញុំត្រូវការ lens មួយនេះសម្រាប់ថត short film របស់ខ្ញុំ Yo what's up ជួបជាមួយខ្ញុំ Friend 29 ពីការ review lens ផុស Sigma C ផុស diesel film compact design optic quality ជាមួយនឹងភាពស្រស់ស្អាតនៅក្នុងកញ្ចក់ lens មួយនេះ Anyway ខ្ញុំចង់ review lens មួយនេះគឺវា sharp និយាយទៅខ្ញុំចង់ផ្ដោតទៅលើ sharp នៃរបស់វាហើយភាពស្រស់ស្អាតរបស់ខាងក្នុង lens មួយហ្នឹងអញ្ចឹងយើងអាចយកមើលវីដេអូរបស់ខ្ញុំបានហើយសម្រាប់ lens មួយនេះគឺខ្ញុំគិតថាវាមានរបស់ល្អខាងក្នុងច្រើនទូចស្រួលខ្លឹម focus ring អី Magno អញ្ចឹងនិយាយទៅបើនិយាយពី focus ring របស់វា smooth ហើយ key stop របស់វា 1.5 អញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយថា lens 1.5 យើងថតសម្រាប់អីគេនិយាយទៅផលវិបត្តិរបស់វាហ្នឹងគឺវាបែបលក្ខណៈថាជា breeze វាផាត់ហើយជាមួយនឹង lock distort a little bit សម្រាប់ lens 28ហើយខ្ញុំគិតថាវាអត់ជាបញ្ហាទេប៉ុន្តែ lens មួយនេះខ្ញុំគិតថាវាអាចដាក់ទៅជាមួយនឹង Alex បានព្រោះវា quality ខ្ញុំអាចតេស្តតែខ្ញុំដឹងច្រើនណា Alex like វាលក្ខណៈបែបពី35ទៅដល់70 lens មួយនេះក៏ចឹងដែរ35ទៅដល់70អញ្ចឹង like វា different ពី lens ដទៃអញ្ចឹងណាប៉ុន្តែឲ្យ compare មួយ Alice អូខេខ្ញុំអាចទទួលប៉ុន្តែសម្រាប់គុណភាព lens ទាំង4មួយនេះគឺខ្ញុំបានប្រើប្រាស់ហើយវាបែបលក្ខណៈរៀងមានពងពើរៀង flare a little bit អីចឹងណាសម្រាប់ lens 28ប៉ុន្តែក្រៅពីហ្នឹងអត់អីទេគុណសម្បត្តិផល lens មួយនេះគឺវាមានលក្ខណៈថាទូចស្រួលហើយវាអត់ថ្លៃមែនទេហើយមួយទៀតសម្រាប់ពួក anti filmmaker ចឹងយើងថតបែប natural បែបឬក៏មានភ្លើងមានពណ៌អីបាច់ខ្វល់ពីភ្លើងវាចឹងយើងប្រើលោឡាយបើយើងថតlow budget លោអី that's why ខ្ញុំយក lens នេះមកអ្នកនេះមកតេស្តហើយ lens មួយនេះគឺវាមាន mount E mount M mount អញ្ចឹងតទៅមុខទៀតខ្ញុំអត់ដឹងថាវាកើតអីទៀតទេវាបដូរមិន mount មិន maybe PL mount or something anyway ឥឡូវដែលខ្ញុំយកមកប្រើប្រាស់ហ្នឹងគឺ E mount ដែលដាក់ជាមួយកាមេរ៉ារបស់ខ្ញុំក៏បានហើយកាមេរ៉ាពួក Sony ប្រភេទ Sony ក៏បានឬក៏វា mount Sony អរគុណខាង Link ដែលបានឲ្យ lens មួយនេះមកខ្ញុំបាន review ហើយអរគុណខាង Diesel ដែលឲ្យខ្ញុំបានប្រើប្រាស់ lens មួយនេះមុនគេនៅក្នុងពេញយើងហ្នឹងthank you